ញ៉ាំអាហារ3ប្រភេទនេះប្រយ័ត្នលើសជាតិអាស៊ីតក្នុងឈាមហើយធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដល់ខ្លួនទី1គឺតាក់ទងជាមួយគ្រឿងក្នុងសារធាតុគ្រឿងក្នុងហ្នឹងគឺវាសម្បូរទៅដោយប្រូតេអ៊ីនបើខណៈពេលដែលយើងកំពុងតែលើសផងវានឹងធ្វើឲ្យកើនឡើងជាតិអាស៊ីតអុយរិចនៅក្នុងឈាមរបស់យើងធ្វើឲ្យយើងខ្លាចជាអ្នកជំងឺលើសជាតិអាស៊ីតដែលធ្វើឲ្យយើងចុកដៃចុកជើងឈឺសន្លាក់ស្ពឹករយទាំងយើងអត់ដឹងខ្លួនសុខគឺឈឺធ្ងន់ហ្មងហើយមួយទៀតក៏វាអាចចូលដល់ជំងឺខ្សែឈាមបេះដូងផងដែរទី2គ្រឿងសមុទ្រគឺវាមានអាសារធាតុប្រូតេអ៊ីនខ្ពស់ខ្លាំងមែនទែនបើសិនជាយើងកំពុងតែលើសជាតិអាស៊ីតផងញ៉ាំទៅស្រាប់តែក្តាប់ដៃលេងបានពាក់ពីគេមកក្តាប់ដៃតឹងតែហ្នឹងហើយគឺជារោគសញ្ញានៃការលើសជាតិអាស៊ីតទី3ភេសជ្ជៈសម្បូរជាតិហ្គាសជាពិសេសអាល់កុហុលក្រហមលឿងតែផ្អែមញ៉ាំទៅមានអារម្មណ៍ថាចង់ញ៉ាំហ្មងពេលដែលយើងញ៉ាំទៅធ្វើឲ្យជាតិស្ករក្នុងឈាមរបស់យើងនឹងកើនឡើងខ្លាំងហើយជាតិស្ករហ្នឹងវានឹងជំរុញឲ្យការផលិតអាស៊ីតអុយរិចហ្នឹងកាន់តែខ្លាំងដែលនាំឲ្យអ្នកជំងឺហ្នឹងគាត់មានជំងឺលើសជាតិអាស៊ីតនៅក្នុងខ្លួនបងប្អូនណាខ្លះដែលញ៉ាំអាហារទៅតែងតែមានអារម្មណ៍ថាឈឺសន្លាក់ដៃជើងក្តាប់ដៃអត់រួចហើមអត់ដឹងខ្លួនជាពិសេសពេលព្រឹកព្រលឹមនេះគឺជាសញ្ញានៃការលើសជាតិអាស៊ីតបើសិនជាមានសញ្ញាទាំងអស់ហ្នឹងខមមិនប្រាប់អ្នកគ្រូសេប៉ើដឹងផងជាពិសេសក៏ទៅ check សុខភាពមើលជាតិអាស៊ីតជាតិស្ករជាតិខ្លាញ់ក្នុងឈាមផងដែរព្រោះវាគ្រោះថ្នាក់អាចប៉ះពាល់ដល់អាយុជីវិត